ើអ្នកនៅចាំគេឌៀននឹងទាហានក្លាហាន300នាក់របស់គាត់ទេពួកគេបានឈ្នះការប្រយុទ្ធប្រឆាំងនឹងកងទ័ពម៉ាឌៀនដ៏ធំប៉ុន្តែតើអ្នកណាបានឲ្យគេទទួលជ័យជំនះនោះហើយជាត្រឹមត្រូវព្រះបានធ្វើវាមិនមែនដោយសារគេឌៀនខ្លាំងឬឆ្លាតនោះទេមិនមែនដោយសារទាហានមានច្រើនទេមានតែ300នាក់ប៉ុណ្ណោះវាគឺដោយសារតែអំណាចរបស់ព្រះនៅជាមួយពួកគេដោយសារហេតុនេះជនជាតិម៉ាឌៀនដែលធ្វើបាបអ៊ីស្រាអែលបានបាត់បង់ជីវិតហើយមួយសន្ទុះអ៊ីស្រាអែលបានរឹងមាំនិងមានសន្តិភាពទីបំផុតមនុស្សអាចសម្រាកនៅពេលយប់ក៏ស្ថានបានរីកដុះដាលពេញហើយស្ងាត់ម្ដងទៀតម្ដាយញឹមហើយកូនលេងដោយមិនភ័យខ្លាចវាហាក់ដូចជាអ្វីនៅទីបំផុតមិនអីទេប៉ុន្តែមិនយូរប៉ុន្មានអ្វីមួយបានចាប់ផ្ដើមផ្លាស់ប្ដូរនៅក្នុងចិត្តរបស់គីឌៀនដំបូងគេឌៀនមានចិត្តរៀបទៀបនិងមានការប្រុងប្រយ័ត្នគាត់ធ្លាប់លាក់ខ្លួនពេលយប់ពេលគាត់បំបែករូបព្រះដោយសារគាត់ខ្លាចប៉ុន្តែបន្ទាប់ពីការទទួលជ័យជំនះដ៏អស្ចារ្យខ្ញុំបានក្លាយជាមនុស្សក្លាហានប្រហែលជាក្លាហានពេកពេលអ្នកស្រុកអេប្រាអ៊ីមត្អូញត្អែម៉េចមិនហៅយើងមកប្រយុទ្ធលោកគេឌៀនបានឆ្លើយដោយចិត្តសប្បុរសហើយធ្វើឲ្យមានសន្តិភាពជាមួយពួកគេគាត់អត់ធ្មត់ហើយនោះជាការល្អប៉ុន្តែក្រោយមកនៅពេលដែលមនុស្សមកពីសុខូវនិងផេញួលមិនព្រមជួយទាហានដែលនឿយហត់របស់គាត់គីឌៀនខឹងបុរសរបស់គាត់ឃ្លាននឹងខ្សោយប៉ុន្តែអ្នកក្រុងទាំងនោះមិនបានចែកនំប៉័ងដល់គេទេលោកគេឌៀនដាក់ទោសពួកគេយ៉ាងសាហាវគាត់ថែមទាំងដេញវាយឈ្នះស្ដេចស្រុកម៉ាឌៀនទៀតផងខ្ញុំមិនខ្លាចអ្វីទៀតទេគាត់មើលទៅដូចជាវីរបុរសប៉ុន្តែនៅខាងក្នុងគាត់កំពុងផ្លាស់ប្ដូរគាត់ចាប់ផ្ដើមគិតថាប្រហែលជាគាត់ខ្លាំងគ្រប់គ្រាន់ហើយពេលដែលការប្រយុទ្ធបានបញ្ចប់ជនជាតិអ៊ីស្រាអែលបានមកឯគេឌៀនហើយនិយាយថាលោកគេឌៀនអ្នកនិងកូនប្រុសរបស់អ្នកត្រូវគ្រប់គ្រងលើយើងពួកគេចង់ឲ្យគាត់ធ្វើជាស្ដេចរបស់ពួកគេហើយដឹកនាំពួកគេជារៀងរហូតប៉ុន្តែគេឌៀនបាននិយាយអ្វីមួយដ៏អស្ចារ្យអញនឹងមិនគ្រប់គ្រងឯងទេកូនអញនឹងមិនគ្រប់គ្រងឯងទេមានតែព្រះទេដែលនឹងគ្រប់គ្រងអ្នកតើនោះមិនមែនជាចម្លើយដ៏អស្ចារ្យមែនទេខ្ញុំបានដឹងថាមានតែព្រះប៉ុណ្ណោះដែលជាស្ដេចពិតដែលមិនដែលបរាជ័យប៉ុន្តែបន្ទាប់មកគេឌៀនបានធ្វើខុសខ្ញុំបានសួរប្រជាជនថាសូមឲ្យក្រវិលមាសដែលឯងយកពីខ្មាំងមកខ្ញុំប្រជាជនបានផ្ដល់ឲ្យពួកគេដោយរីករាយគំនោមាសលោកគេឌៀនយកមាសមកធ្វើសម្លៀកបំពាក់បូជាចារដ៏ស្រស់ស្អាតអាវផាយដែលភ្លឺនៅក្នុងព្រះអាទិត្យហើយគាត់បានដាក់វានៅក្នុងទីក្រុងរបស់គាត់សម្រាប់អ្នករាល់គ្នាបានឃើញដំបូងប្រហែលជាខ្ញុំចង់គោរពព្រះប៉ុន្តែមិនយូរប៉ុន្មានមនុស្សចាប់ផ្ដើមក្រាបថ្វាយបង្គំវាគិតថាវានឹងការពារពួកគេភ្លេចព្រះទៀតហើយរូបព្រះមួយទៀតបានលេចមកក្នុងប្រទេសអ៊ីស្រាអែលក្រោយមកគីឌៀនបានក្លាយជាអ្នកមានយ៉ាងខ្លាំងគាត់មានប្រពន្ធនិងកូនជាច្រើនកូនប្រុសរបស់គាត់ម្នាក់ត្រូវបានគេដាក់ឈ្មោះថាឪពុករបស់ខ្ញុំជាស្ដេចនោះបង្ហាញថាចិត្តរបស់គេឌៀនមានមោទនភាពប៉ុណ្ណាបុរសដែលធ្លាប់និយាយថាមានតែព្រះទេដែលគ្រប់គ្រងលើយើងឥឡូវនេះបានរស់នៅដូចជាស្ដេចខ្លួនឯងខ្ញុំភ្លេចថាវាគឺជាព្រះមិនមែនជាអំណាចរបស់ទ្រង់មិនមែនជាមាសរបស់ទ្រង់ទេតែបានផ្ដល់ឲ្យគាត់នៅអ្វីគ្រប់យ៉ាងកុមារគេឌៀនចាប់ផ្ដើមភ័យខ្លាចប៉ុន្តែព្រះបានធ្វើឲ្យគាត់ក្លាហានបន្ទាប់មកនៅពេលដែលខ្ញុំភ្លេចបន្ទាបខ្លួននិងដឹងគុណចិត្តរបស់គាត់ចាប់ផ្ដើមងាកចេញពីព្រះខ្ញុំឈប់ស្ដាប់ហើយចាប់ផ្ដើមជឿជាក់លើខ្លួនឯងចូលយើងចងចាំរឿងនេះមិនថាយើងខ្លាំងឆ្លាតឬជោគជ័យប៉ុណ្ណានោះទេព្រះជាអ្នកជួយយើងទ្រង់ជាស្ដេចពិតរបស់យើងដូច្នេះនៅពេលដែលអ្វីដំណើរការល្អចូលកុំភ្លេចឈប់ហើយអរគុណទ្រង់និយាយថាអរគុណព្រះជាម្ចាស់ខ្ញុំត្រូវការអ្នកជារៀងរាល់ថ្ងៃហើយនៅពេលដែលអ្វីកាន់តែពិបាកកុំព្យាយាមធ្វើវាតែម្នាក់ឯងអធិស្ឋានហើយសូមព្រះជួយអ្នកទ្រង់ចូលចិត្តផ្ដល់សេចក្តីក្លាហានដល់អ្នកដែលទុកចិត្តទ្រង់ធ្វើម្ដងទៀតបន្ទាប់ពីខ្ញុំព្រះជាម្ចាស់ជាស្ដេចរបស់ខ្ញុំនឹងដើរតាមទ្រង់ជានិច្ចខ្ញុំនឹងបន្ទាបខ្លួនដឹងគុណនិងក្លាហានដោយមានជំនួយពីព្រះ